បើទោះបីជាសង្គ្រាមព្រំដែនរវាងកម្ពុជាថៃឈានដល់មានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលចូលជាធរមាននៅពាក់កណ្ដាលអាធ្រាត្រថ្ងៃទី28ខែកក្កដាឆ្នាំ2025និងកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចូលរួមធ្វើជាសាក្សីដោយប្រធានាធិបតីអាមេរិកលោក Donald Trump នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025យ៉ាងណាក្តីតែបើតាមការពិនិត្យមើលជាក់ស្ដែងពីទង្វើរបស់ក្រុមជ្រុលនិយមថៃជាពិសេសគឺពួកយោធាដែលមានស្ដេចថៃនៅពីក្រោយខ្នងយើងឃើញថាពួកគេហាក់មិនទាន់អស់ចិត្តនិងមិនចង់ឲ្យសង្គ្រាមដ៏បង្ហូរជាមួយនេះបិទបញ្ចប់ទៅវិញដោយសន្តិភាពនោះទេជាក់ស្ដែងកន្លងមកក្រុមជ្រុលនិយមថៃមួយក្រុមដែលមានបុគ្គលឈ្មោះកាន់ចុងផាឡាំងដោយមានការបើកភ្លើងខៀវពីយោធាថៃធ្លាប់បានយកឡានផ្ទុកមេក្រូនិងឧបករណ៍បំពងសម្លេងមកចាក់ដំឡងដើម្បីរំខាននិងបំផិតបំភ័យពលរដ្ឋខ្មែរនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទខណៈកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025កន្លងទៅថ្មីនេះមេដឹកនាំក្រុមជ្រុលនិយមថៃមួយរូបទៀតគឺតាចាស់សក់សវរៈសុំខ្វាមខិតបានដឹកនាំកូនចៅអាមីអាថោងរបស់ខ្លួនប្រមាណ50ទៅ60នាក់មានទាំងបើកត្រាក់ទ័រនិងអេសកាវ៉ាទ័រមកផងបានប្រមូលផ្ដុំគ្នានិងធ្វើដំណើរមកតំបន់ព្រំដែនក្បែរចំណុចភូមិព្រៃច័ន្ទក្នុងគោលបំណងធ្វើការឈូសឆាយដីនិងបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់នោះបន្ទាប់ពីពួកគេយល់ថាយោធាថៃមិនអាចចាត់វិធានការដណ្ដើមយកដីពីខ្មែរបានដូច្នេះហើយទើបពួកគេលើកគ្នាដើម្បីមកចាត់ការរឿងនេះដោយខ្លួនឯងផ្ទាល់ក៏ប៉ុន្តែសកម្មភាពពួកគេត្រូវបានកម្លាំងថៃជាច្រើនអ្នកបានស្ទាក់ជាប់និងហាមឃាត់មិនឲ្យពួកគេចូលទៅជិតពលរដ្ឋខ្មែរឡើយទោះជាយ៉ាងណាក៏ដោយកងកម្លាំងកម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេចដែរដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យមិនថាក្នុងកលៈទេសៈណាក៏ដោយនិយាយឲ្យចំគិតត្រឹមម៉ោងនេះចៅសៀមនៅតែមិនព្រមបោះបង់មយតានៃសេចក្តីស្រេកឃ្លានចង់បានទឹកដីខ្មែរនោះឡើយមិនថាទាំងរដ្ឋាភិបាលសៀមក្រុមពលរដ្ឋជ្រុលនិយមវង្វេងប្រវត្តិសាស្ត្រនិងជាពិសេសគឺក្រុមយោធាតែម្ដងក៏ប៉ុន្តែយ៉ាងណាក៏ដោយពួកគេដាច់ខាតមិនហ៊ានបំពេញបន្ទាត់ក្រហមម្ដងទៀតឬបើកការវាយប្រហារឈ្លានពានមកលើកម្ពុជាទ្រង់ទ្រាយធំម្ដងទៀតនោះទេនោះក៏ដោយសារតែកត្តាសំខាន់មួយចំនួនដែលកម្ពុជាមានហើយវាក៏ជាកត្តារារាំងដ៏ធំបំផុតមួយដែលលោកមិនឡាចនឹងបង្អាក់ភាពក្លាហានរបស់ចៅសៀមធ្វើឲ្យពួកគេមិនដាច់ចិត្តក្នុងការបើកការវាយប្រហារសាជាថ្មីម្ដងទៀតមកលើប្រទេសកម្ពុជាយើងគូបញ្ជាក់ថារបស់សំខាន់ទាំងអស់នោះហើយដែលធ្វើឲ្យថៃខ្លាចហើយកន្លងមកថៃបានព្យាយាមប្រើគ្រប់វិធីសាស្ត្រនិងមធ្យោបាយទាំងអស់ដើម្បីចង់ដឹងពីរឿងនេះហើយក៏ចង់បំផ្លាញរឿងនេះត្បិតបើកាលណាមានរបស់ទាំងអស់នេះនៅក្នុងប្រទេសកម្ពុជាពិតណាស់ថៃពិតជាគ្មានថ្ងៃអាចធ្វើសង្គ្រាមឈ្នះកម្ពុជាបានជាដាច់ខាតបច្ចុប្បន្ននេះចៅសៀមនៅតែចិញ្ចឹមចិត្តថានឹងវាយកទឹកដីរបស់ប្រទេសកម្ពុជាឲ្យបានដូចជាតំបន់ប្រាសាទនិងភូមិសាស្ត្រយុទ្ធសាស្ត្រសំខាន់មួយចំនួនទៀតឬបើអាចពួកគេចង់វាយដណ្ដើមយកដល់ទីក្រុងភ្នំពេញទៀតផងមែនទែនទៅអ្វីដែលខ្ញុំរៀបរាប់មកនេះគឺជាអ្វីដែលចៅសៀមចង់ធ្វើហើយគេក៏បានធ្វើរួចហើយដែរតែគ្រាន់តែមិនបានជោគជ័យដោយបំណងរបស់ពួកគេតែប៉ុណ្ណោះព្រោះថាទាំងពលរដ្ឋក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាពិសេសគឺបងពូវីរៈកងទ័ពនៅជួរមុខមិនព្រមអោបដៃឈរមើលឲ្យពួកចៅសៀមចូលមកប្លន់យកទឹកដីខ្មែរបានតាមតែអំពើចិត្តនោះទេហើយបើទោះបីជាក្រោយពីការផ្ទុះសង្គ្រាមដ៏បង្ហូរឈាមរវាងភាគីទាំងពីរនិងឈានដល់មានកិច្ចព្រមព្រៀងបទឈប់បាញ់ហើយក៏ដោយក៏ពួកចៅសៀមនៅតែបន្តត្រៀមខ្លួនជានិច្ចគឺពួកគេត្រៀមគ្រប់អ្វីទាំងអស់ថាបើមានឱកាសគឺពួកគេនឹងបើកការឈ្លានពានខ្មែរសាជាថ្មីម្ដងទៀតក៏ប៉ុន្តែរហូតមកដល់នឹងពេលនេះពួកគេនៅតែមិនដាច់ចិត្តក្នុងការធ្វើរឿងនេះនោះក៏ដោយសារតែពួកគេមើលឃើញនូវឧបសគ្គជាច្រើននៅចំពោះមុខកត្តាទាំងអស់នោះមានដូចជាកត្តាអាវុធធុនធ្ងន់ដែលកម្ពុជាមានជាក់ស្ដែងកម្ពុជានៅមានអាវុធធុនធ្ងន់មួយចំនួនដែលជាការគំរាមកំហែងដល់សន្តិសុខរបស់ថៃដែលនិយាយឲ្យចំទៅរហូតមកទល់នឹងពេលនេះកម្ពុជាមិនទាន់បានប្រើនៅឡើយអាវុធធុនធ្ងន់ទាំងអស់នោះរួមមានអាវុធ PHL-03 BM-21 និងប្រព័ន្ធបាញ់យន្តហោះចម្បាំងដែលភាសាសាមញ្ញគេហៅថាសំណាញ់មេឃ
សរុបមកគឺអាវុធធុនធ្ងន់ទាំង3ប្រភេទនេះហើយដែលជាឧបសគ្គរារាំងធ្វើឲ្យចៅសៀមស្ទាក់ស្ទើរនិងបណ្ដាចិត្តបំពេញបន្ទាត់ក្រហមមកលើប្រទេសកម្ពុជាម្ដងទៀតបច្ចុប្បន្ននេះចៅសៀមបានប្រើចារកម្មនិងអ្នកស៊ើបការពិសេសគឺថែមទាំងលួចបង្ហោះដ្រូននិងយន្តហោះគ្មានមនុស្សបើកចូលមកលើទឹកដីខ្មែរដើម្បីស្វែងរកព័ត៌មានសំខាន់ៗពាក់ព័ន្ធជាមួយនឹងរឿងទាំងអស់នេះពួកគេធ្វើដូច្នេះដោយសារតែពួកគេចង់ដឹងនៅទីតាំងដែលកម្ពុជាលាក់ទុកអាវុធទាំងអស់នោះហើយប្រសិនបើពួកគេពិតជាដឹងអំពីទីតាំងជាក់លាក់វិញនោះពួកគេនឹងប្រើគ្រប់មធ្យោបាយដើម្បីកំទេចនៅអាវុធធំទាំងអស់នោះចោលជាមិនខានហើយបើអាវុធទាំងអស់នោះលែងមាននៅក្នុងប្រទេសកម្ពុជានោះវានឹងងាយស្រួលមែនទែនសម្រាប់ចៅសៀមក្នុងការបើកការឈ្លានពានមកលើប្រទេសកម្ពុជាសាជាថ្មីម្ដងទៀតត្រង់ចំណុចនេះខ្ញុំសូមត្រឡប់ទៅកាន់រឿងសង្គ្រាមរយៈពេល5ថ្ងៃកន្លងមកបន្តិចបងប្អូនខ្មែរយើងខ្លះបានលើកឡើងថាចុះមូលហេតុអ្វីបានជាកម្ពុជាមិនព្រមប្រើអាវុធ PHL-03 ដែលជាអាវុធខ្នាយតាន់របស់កម្ពុជាឬក៏ប្រព័ន្ធបាញ់យន្តហោះចម្បាំងសំណាញ់មេឃដើម្បីធ្វើការវាយបកចំពោះចៅសៀមដែលចូលឈ្លានពានទឹកដីកម្ពុជានាពេលកន្លងមកជាដើមការពិតទៅនេះគឺជាការគិតគូរដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលជាក់ស្ដែងសង្គ្រាមដែលផ្ទុះឡើងដល់កម្រិតនេះទៅហើយវានឹងមិនអាចត្រូវបិទបញ្ចប់ទៅវិញភ្លាមក្នុងរយៈពេលដ៏ខ្លីនោះទេដោយវានឹងត្រូវអូសបន្លាយរ៉ាំរ៉ៃយូរទៅមុខទៀតម្ល៉េះហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹងជាមុនរួចស្រេចថាប្រសិនបើកម្ពុជាហ៊ានតែប្រើប្រាស់នៅអាវុធធុនធ្ងន់ទាំងអស់នេះក្នុងកលៈទេសៈសង្គ្រាមទើបតែផ្ទុះឡើងបានមួយស្របក់នោះវានឹងធ្វើឲ្យកម្ពុជាប្រហោងក្នុងហើយយើងក៏នឹងមិនមានអ្វីសម្រាប់ទុកគម្រាមថៃតទៅទៀតដែរអីចឹងហើយទើបបានជារដ្ឋាភិបាលកម្ពុជាសម្រេចមិនទាន់ប្រើនៅអាវុធធុនធ្ងន់ទាំងអស់នេះហើយអាវុធទាំងអស់នេះក៏នៅតែអន្ទងលងបន្លាចមិនឲ្យថៃហ៊ានបន្តឈ្លានពានឬវាលុកចូលមកក្នុងប្រទេសកម្ពុជាយើងតទៅទៀតដែរបើទោះបីជាចិត្តគេនៅតែចង់យ៉ាងណាក៏ដោយសរុបមកនេះគឺជារបស់សំខាន់មួយប្រភេទដែលធ្វើឲ្យចៅសៀមខ្លាចនិងមិនហ៊ានបើកការវាយលុកចូលមកក្នុងប្រទេសកម្ពុជាជាបន្តទៀតនៅមានរបស់សំខាន់មួយទៀតដែលធ្វើឲ្យថៃតែងតែបារម្ភនិងខ្លាចរអាមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសមកលើកម្ពុជានោះគឺវត្តមានសម្ដេចហ៊ុនសែនមែនទែនទៅពេលនេះប្រទេសថៃទាំងមូលពិសេសគឺថ្នាក់ដឹកនាំថៃផ្ទាល់តែម្ដងគឺពួកគេខ្លាចមនុស្សម្នាក់ខ្លាំងជាងគេនៅក្នុងប្រទេសកម្ពុជានោះគឺសម្ដេចហ៊ុនសែនជាយុទ្ធសាស្ត្រគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកដែលចង់ធ្វើការវាយប្រហារទៅលើប្រទេសណាមួយឬវាយប្រហារទៅលើមេដឹកនាំណាម្នាក់ជាដំបូងគេត្រូវសិក្សាទៅលើប្រទេសនោះឬមេដឹកនាំម្នាក់នោះថាតើរៀននៅប្រទេសណាមានជំនាញអ្វីហើយមានយុទ្ធសាស្ត្រអ្វីខ្លះជាដើមដូច្នេះកាលណាគេបានស៊ើបដឹងអំពីសាលាកម្រិតនៃការរៀនសូត្រនោះនឹងនាំឲ្យគេធ្វើការវិតម្លៃបាននៅកម្រិតសមត្ថភាពរបស់បុគ្គលឬមេដឹកនាំនោះកាន់តែច្បាស់ផ្ទុយទៅវិញសម្រាប់សម្ដេចហ៊ុនសែនគឺពួកគេមិនអាចដឹងនោះទេថាតើសម្ដេចបានរៀនសូត្រដល់កម្រិតណានៅក្នុងប្រទេសណាខ្លះនិងមានជំនាញអ្វីខ្លាំងជាងគេជាដើមគឺពួកគេគ្មានទិន្នន័យជាក់លាក់ព្រោះថាមែនទែនទៅសម្ដេចរៀនតែនៅក្នុងប្រទេសកម្ពុជាទេហើយបើនិយាយដល់រឿងយុទ្ធសាស្ត្រវិញក្រៅពីមិនដឹងអំពីកម្រិតសិក្សារបស់សម្ដេចហ៊ុនសែនហើយនោះចៅសៀមក៏មិនអាចស្មានត្រូវអំពីយុទ្ធសាស្ត្ររបស់សម្ដេចហ៊ុនសែនបាននោះដែរអញ្ចឹងហើយបានជារាល់ប្រតិបត្តិការនានារបស់ចៅសៀមគឺសុទ្ធសឹងតែត្រូវបានបង្អាក់និងរៀងខ្ទប់ដោយសម្ដេចហ៊ុនសែនជាពិសេសសម្ដេចបានប្រើនៅយុទ្ធសាស្ត្រមួយចំនួនដើម្បីវាយបកទៅលើប្រទេសថៃហើយក៏ទទួលបាននូវលទ្ធផលវិជ្ជមានជាច្រើនជារួមសម្រាប់ពេលបច្ចុប្បន្ននេះឈ្មោះថាសម្ដេចហ៊ុនសែនគឺបានវាយប្រហារទៅលើទឹកចិត្តរបស់មេទ័ពថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋថៃជាច្រើនជាក់ស្ដែងឲ្យតែបានលើឈ្មោះនេះគឺពួកគេដឹងតែខ្លាចតែម្ដងសូមជម្រាបថានេះគ្រាន់តែជាឈ្មោះរបស់បុគ្គលសំខាន់ម្នាក់តែប៉ុណ្ណោះមែនទេទៅនៅក្នុងប្រទេសកម្ពុជាគឺមិនមែនមានតែសម្ដេចហ៊ុនសែនតែម្នាក់នោះទេយើងនៅមានបុគ្គលសំខាន់ខ្លាំងជាច្រើនអ្នកផ្សេងទៀតដែលជាអេគីបថ្នាក់ដឹកនាំនិងជាអ្នកនយោបាយជើងចាស់ជាមួយសម្ដេចហ៊ុនសែនក្នុងនោះមានដូចជាសម្ដេចសខេងសម្ដេចទាបាញ់រួមជាមួយនឹងថ្នាក់ដឹកនាំខ្លាំងជាច្រើនរូបផ្សេងទៀតផងដែរសរុបមកសមត្ថភាពនិងបទពិសោធន៍របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាដែលមានវ័យចំណាស់ទាំងអស់នេះហើយដែលជាកត្តាមួយផងដែរដែលបានធ្វើឲ្យថៃខ្លាចមិនសូវហ៊ានជាមួយកម្ពុជា
របស់សំខាន់បន្ទាប់ដែលជាកត្តាចម្បងមួយដែរក្នុងការរារាំងថៃនិងធ្វើឲ្យថៃមិនដាច់ចិត្តបើកការវាយប្រហារមកលើប្រទេសកម្ពុជាសាជាថ្មីក្រោយមានបទឈប់បាញ់នោះគឺភាពស្ងៀមស្ងាត់របស់ភាគីកម្ពុជាដែលផ្ទុយពីភាពអ៊ូអររបស់ថៃជាក់ស្ដែងយើងសង្កេតឃើញថាតាំងតែពីដើមរៀងមកតេតិនទៅនឹងសកម្មភាពយោធារបស់ប្រទេសថៃសូម្បីតែមេទ័ពថៃខ្លួនឯងធ្វើអ្វីក៏ដោយមិនថាពេលលេខដើរឈរអង្គុយឬពេលឆីបាយនោះទេគឺថៃតែងតែថតយកមកបង្ហាញផ្សព្វផ្សាយទាំងអស់មិនតែប៉ុណ្ណោះទោះបីពេលគេទិញប្រភេទអាវុធអ្វីដឹកជញ្ជូនអាវុធអ្វីគឺថៃតែងតែថតយកមកបង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលចំណុចទាំងអស់នេះគឺសុទ្ធសឹងតែផ្ទុយគ្នាទាំងស្រុងជាមួយនឹងភាគីកម្ពុជាដោយកម្ពុជាតែងតែរក្សាទុកនៅភាពស្ងៀមស្ងាត់ចំពោះរឿងទាំងអស់នេះតាំងតែពីដើមរឿងមកពុំមានដំណឹងណាមួយឡើយថាកម្ពុជានៅពេលនេះមានអាវុធអ្វីដឹកជញ្ជូនពីណាទៅណាទិញអាវុធអ្វីបន្ថែមជាពិសេសគឺសកម្មភាពរបស់យោធាកម្ពុជាពេលនេះកំពុងធ្វើអ្វីនៅទីណាខ្លះគឺមិនមាននរណាម្នាក់ដឹងនោះទេហើយចំណុចទាំងអស់នេះហើយជាអ្វីដែលចៅសៀមចង់ដឹងបំផុតនៅពេលបច្ចុប្បន្ននេះអញ្ចឹងហើយបានជាយើងឃើញមានការបញ្ជូនអ្នកស៊ើបការបញ្ជាយន្តហោះគ្មានមនុស្សបើកក៏ដូចជាដ្រូនហោះចូលមកក្នុងតំបន់ព្រំដែនគឺគ្មានអ្វីក្រៅតែពីចង់ដឹងអំពីសកម្មភាពយោធារបស់ប្រទេសកម្ពុជានោះទេសូមជម្រាបថាពាក់ព័ន្ធជាមួយនឹងភាពស្ងប់ស្ងាត់របស់យោធាកម្ពុជាសូម្បីតែប្រជាពលរដ្ឋខ្លួនឯងក៏មិនដឹងច្បាស់នោះដែរយើងគ្រាន់តែដឹងត្រឹមថាពេលនេះម៉ោងនេះគឺយើងមិនបាននៅស្ងៀមនោះទេតែផ្ទុយទៅវិញគឺយើងកំពុងតែរៀបចំនូវយុទ្ធសាស្ត្រដើម្បីការពារខ្លួនក៏ដូចជាការវាយបកទប់ទល់ជាមួយនឹងខ្មាំងសត្រូវយើងក្នុងករណីចាំបាច់បន្ទាន់ណាមួយជារួមភាពស្ងប់ស្ងាត់របស់ប្រទេសកម្ពុជានេះហើយគឺជាអ្វីដែលចៅសៀមខ្លាចរអាជាទីបំផុតដោយលោកអ្នកធ្លាប់បានដឹងរួចមកហើយថាជាយុទ្ធសាស្ត្រការធ្វើសង្គ្រាមដែលអាចឈ្នះលុះត្រាតែយើងបានដឹងអំពីសមត្ថភាពរបស់គូសត្រូវយើងជាមុនសិននិយាយឲ្យសាមញ្ញគឺមានន័យថាលុះត្រាតែយើងបានដឹងគ្រប់យ៉ាងអំពីគូប្រកួតប្រជែងរបស់យើងនោះទើបយើងអាចច្បាំងឈ្នះផ្ទុយទៅវិញប្រសិនបើយើងមិនមានទិន្នន័យគ្រប់គ្រាន់អំពីគូសត្រូវរបស់យើងទេនោះពិតណាស់គឺគ្មានថ្ងៃអាចយកឈ្នះគូសត្រូវរបស់យើងបានជាដាច់ខាតដូច្នេះហើយទាំងនេះគឺជាអ្វីដែលចៅសៀមកំពុងតែគិតនិងមានការព្រួយបារម្ភផងដែរត្បិតពួកគេមិនបានដឹងច្បាស់លាស់អំពីកម្លាំងរបស់កម្ពុជាពេលនេះមានកម្រិតណានោះទេមួយវិញទៀតកម្ពុជាកំពុងតែប្រើយុទ្ធសាស្ត្របំផន់ម្យ៉ាងដែលធ្វើឲ្យថៃពិតជាពិបាកស្មាននិងពិបាកយល់អំពីប្រទេសកម្ពុជាបច្ចុប្បន្នពិតណាស់កម្ពុជាមានទំនាក់ទំនងជាមួយមហាមិត្តចិនយ៉ាងស្អិតរមួតតែក៏មិនមែនមានន័យថាកម្ពុជាគ្មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីនោះដែរទាំងអស់នេះហើយគឺជាមូលហេតុដែលធ្វើឲ្យថៃមិនហ៊ានវាយប្រហារមកលើប្រទេសកម្ពុជាសាជាថ្មីម្ដងទៀតម្យ៉ាងក៏ដោយសារតែថៃធ្លាប់មានប្រវត្តិពីរលើករួចមកហើយទាក់ទិនទៅនឹងរឿងស្ងប់ស្ងាត់របស់ប្រទេសកម្ពុជាជាក់ស្ដែងនៅឆ្នាំ2008ដល់ឆ្នាំ2011ក៏ដូចជានៅចុងខែកក្កដាឆ្នាំ2025ពេលនោះកម្ពុជាមិនបានអួតសម្ញែងពីសម្ភារៈឬគ្រឿងសព្វាវុធរបស់ខ្លួននោះទេផ្ទុយទៅវិញចៅសៀមគេបានអួតគ្រប់យ៉ាងប៉ុន្តែជាលទ្ធផលបន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេល5ថ្ងៃកន្លងទៅកម្ពុជាបានធ្វើឲ្យចៅសៀមស្លាប់និងរបួសមិនតិចទេជាក់ស្ដែងករណីសមរភូមិនៅតំបន់ភ្នំទ្រាប់សូម្បីតែកងទ័ពភូមិន្ទថៃខ្លួនឯងក៏បានទទួលស្គាល់ផងដែរថាភ្នំទ្រាប់គឺជាវិលពិឃាតរបស់យោធាថៃត្បិតគ្រាន់តែសមរភូមិភ្នំទ្រាប់នេះមួយបានផ្ដាច់អាយុជីវិតទាហានសៀមស្ទើរតែរាប់ពាន់នាក់ទៅហើយនេះគឺជាយុទ្ធសាស្ត្រមួយរបស់មេទ័ពកម្ពុជាដោយបញ្ឆោតឲ្យពួកគេចូលហើយក៏ធ្វើការបាញ់សន្ធប់ទៅលើតំបន់នោះដែលបណ្ដាលឲ្យទាហានចៅសៀមជាច្រើនអ្នកបានស្លាប់និងរបួសនិងខ្លះទៀតមានវាសនាក៏អាចរួចជីវិតរត់រកតែព្រះអាយុត្រឡប់ទៅវិញបានខ្លះអញ្ចឹងទៅហើយនេះក៏ជារឿងមួយដែលធ្វើឲ្យថៃមានការខឹងសម្បារជាមួយនឹងប្រទេសកម្ពុជាខ្លាំងណាស់ចំណុចដ៏សំខាន់និងដ៏មានប្រសិទ្ធភាពបំផុតមួយទៀតនោះគឺការទូតដែលដឹកនាំដោយទ័ពអាវធំកម្ពុជាត្រង់ចំណុចនេះខ្ញុំសូមជម្រាបផងដែរថាមិនត្រឹមតែកម្ពុជានោះទេសូម្បីតែប្រទេសជាច្រើនក៏ដូចជាស្ថាប័នធំជាច្រើននៅលើពិភពលោកនិងសូម្បីតែប្រទេសថៃក៏ដោយក៏ទទួលស្គាល់ផងដែរថា
កិច្ចការទូតរបស់កម្ពុជាពិតជាខ្លាំងដោយយើងបានឃើញជាក់ស្ដែងហើយថាការទូតរបស់ប្រទេសថៃមិនអាចប្រៀបធៀបជាមួយនឹងរបៀបនៃការធ្វើការទូតរបស់ប្រទេសកម្ពុជាយើងនោះទេដូច្នេះហើយយើងអាចធ្វើការសន្និដ្ឋានថាការធ្វើការទូតដ៏ល្អបូកផ្សំជាមួយនឹងភាពស្មោះត្រង់របស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសដទៃទាំងនៅក្នុងតំបន់ក៏ដូចជានៅទូទាំងពិភពលោកវាបានធ្វើឲ្យពិភពលោកទទួលស្គាល់អំពីអ្វីដែលកម្ពុជាមាននិងកំពុងធ្វើហើយក៏ជារឿងមួយដែលធ្វើឲ្យចៅសៀមមិនហ៊ានធ្វើការបំពានមកលើប្រទេសកម្ពុជាយើងទៀតនោះទេម្យ៉ាងដោយសារបច្ចុប្បន្ននេះថៃគ្រាន់តែជាកូនប្រទេសកំពកលោកតូចមួយនៅអាស៊ីមិនធំអស្ចារ្យខ្លាំងឬចេះផលិតអាវុធនុយក្លេអ៊ែរឬមានអំណាចយោធាខ្លាំងដូចប្រទេសរុស្ស៊ីនោះទេម្ល៉េះហើយប្រសិនបើថៃហ៊ានធ្វើទង្វើអ្វីដែលវាខុសឆ្គងខ្លាំងមកលើប្រទេសជិតខាងខ្លួនធ្វើឲ្យស្ថាប័នធំៗនៅលើពិភពលោកឬប្រទេសធំៗនៅលើលោកបានឃើញអំពីទង្វើអាក្រក់របស់ប្រទេសនេះហើយឈានដល់ការដាក់ទណ្ឌកម្មទៅលើប្រទេសនេះនោះពិតណាស់ថៃមិនអាចទ្ររួចនោះទេហើយថៃនឹងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសពិសេសគឺវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងពីការឈ្លានពានទឹកដីកម្ពុជាជាមិនខានសរុបជារួមកត្តាសំខាន់មួយចំនួនដោយបានរៀបរាប់ខាងលើដែលកម្ពុជាមានទាំងអស់នេះហើយគឺជាឧបសគ្គដ៏ធំបំផុតសម្រាប់ប្រទេសថៃដែលធ្វើឲ្យពួកគេពិបាកក្នុងការសម្រេចចិត្តថាគួរបន្តឈ្លានពានកម្ពុជាទៀតឬយ៉ាងណាហើយបើបន្តធ្វើសង្គ្រាមជាមួយកម្ពុជាទៀតមែននោះតើអាចយកឈ្នះកម្ពុជាបានទេនិងថាតើចំណេញដល់ប្រទេសកម្ពុជាឬក៏បង្កការខាតបង់បើសង្គ្រាមដ៏ធំម្ដងទៀតផ្ទុះឡើងដោយសារតែពួកគេមិនហ៊ានអីចឹងហើយបានជាយើងឃើញថារាល់ថ្ងៃនេះពួកគេប្រឹងប្រែងបង្កើតនៅព្រឹត្តិការណ៍ចម្លែកជាច្រើននៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរក្នុងវត្ថុបំណងដើម្បីបានដឹងបានឮនិងបានស្គាល់អំពីកម្លាំងពិតដ៏ពិបាកយល់របស់ភាគីកម្ពុជាយើងនិយាយឲ្យស្រួលស្ដាប់គឺគេកំពុងតែព្យាយាមទក់មើលកម្លាំងរបស់យើងយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជាមានការយល់ច្បាស់អំពីរឿងនេះហើយដូច្នេះហើយទើបយើងឃើញថាសកម្មភាពរបស់ពួកគេមួយចំនួនសុទ្ធសឹងតែត្រូវបានកំណត់មុខសញ្ញាយ៉ាងច្បាស់ដោយរដ្ឋាភិបាលកម្ពុជាដើម្បីប្រើយុទ្ធសាស្ត្រការទូតក្នុងការទប់ទល់ក៏ដូចជាការប្រើយុទ្ធសាស្ត្រសំខាន់មួយចំនួនផ្សេងទៀតដើម្បីយកឈ្នះល្បិចកិច្ចកលនិងអំពើដ៏អាក្រក់ជួយជាតិដែលឈ្លានពានទឹកដីគេរបស់ចៅសៀម